សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញជាមួយនឹងប្រភេទ flash ដែលយើងអាចយកទៅប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃក៏បានកុំព្យូទ័រក៏បានប្រភេទទូរស័ព្ទ Android ក៏បានប្រភេទទូរស័ព្ទ iPhone ដែលប្រើ Lightning ក៏បានឬក៏យើងប្រើប្រាស់ជា USB ដែលប្រើប្រាស់ជាមួយកុំព្យូទ័រយើងធម្មតាក៏បានឬក៏យើងយកទៅប្រើប្រាស់ជាមួយនឹង MacBook ដែលមានរុន Type-C ក៏បានអញ្ចឹងសម្រាប់បងមានតម្រូវការទាក់ទងជាមួយនឹង flash នេះហើយទុកសម្រាប់copy ឯកសារផ្សេងមិនថាទូរស័ព្ទដៃមិនថាកុំព្យូទ័រគឺអាចទិញឧបករណ៍នេះយកទៅប្រើប្រាស់បានហើយចំពោះឧបករណ៍នេះយើងមានទំហំ 1 តេនិងទំហំ 2 តេហើយមួយវិញទៀតអូនក៏ចង់បង្ហាញរបៀប copy ឯកសារចេញពីទូរស័ព្ទដៃចូលមកកាន់ប្រភេទ flash មួយនេះដែរអញ្ចឹងចំពោះការ copy ឯកសារគឺងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងទាំង Android ទាំង iPhone ស៊េរីចាស់ប្រើ Lightning ក៏យើងអាចប្រើត្រូវដែរអញ្ចឹងបងអូនបង្ហាញជាមួយនឹងការ copy ឯកសារចេញពីទូរស័ព្ទដៃ Android ដោយមានរុន Type-C អញ្ចឹងយើងគ្រាន់តែយើងយក flash នេះមកយើងយកមកដោតជាមួយនឹងទូរស័ព្ទដៃរបស់យើងមកអញ្ចឹងសម្រាប់ទូរស័ព្ទបងដែលប្រើទៅអស់ memory ថតវីដេអូច្រើនអីយើងអាចប្រើជាមួយនឹងឧបករណ៍នេះដើម្បី store ឯកសារផ្សេងរបស់យើងកុំឲ្យបាត់អញ្ចឹងនៅពេលដែលយើងចូលទៅកាន់ភ្ជាប់ពី flash នេះចូលទៅកាន់ទូរស័ព្ទដៃហើយយើងមកស្វែងរកជាមួយនឹង Explorer នេះជាទូទៅទូរស័ព្ទមួយចំនួនខ្លះវាបង្ហាញឲ្យយើងដំណើរការជាមួយនឹង flash នេះឬក៏ទូរស័ព្ទខ្លះគឺมันបង្ហាញទេប៉ុន្តែយើងត្រូវមករកដោយខ្លួនឯងដូចជាទូរស័ព្ទនេះជាដើមយើងមករកដោយខ្លួនឯងដោយវាបង្ហាញជា notification ហើយយើងអាចចុចលើ Explorer នេះអញ្ចឹងចំពោះ Explorer នេះវាបង្ហាញអ្វីដែលមាននៅក្នុង flash នេះអញ្ចឹង flash នេះគឺទេយើងអត់មានឯកសារផ្សេងទេប៉ុន្តែបើសិនជាយើងចង់ copy ឯកសារពីទូរស័ព្ទដៃចូលមកកាន់ flash នេះគឺងាយស្រួលយើងចូលមកកាន់ file manager យើងនេះមកបន្ទាប់មកទៀតយើងcopy ឯកសារអញ្ចឹងការ copy ឯកសារវាមានបង្ហាញពីទី1 my phone នេះមានន័យថាឯកសារដែលនៅក្នុងទូរស័ព្ទដៃយើងទី2 OTG នេះគឺជាឯកសារដែលនៅក្នុង flash អញ្ចឹងគឺយើងត្រូវយកឯកសារពីទូរស័ព្ទដៃចូលមកកាន់ flash អញ្ចឹងយើងអាចចូលមកកាន់ my phone របស់យើងនេះហើយយើងមករករូបភាពផ្សេងនៅក្នុងឯកសារទូរស័ព្ទដៃយើងឬក៏មួយទៀតយើងចូលមកកាន់ខាងលើនេះអញ្ចឹងខាងលើនេះវាបង្ហាញអំពីឯកសារដែលមាននៅក្នុងទូរស័ព្ទដៃអញ្ចឹងយើងចូលមកកាន់រូបភាពខ្ញុំឧទាហរណ៍បន្តមកយើងយករូបភាពអញ្ចឹងដើម្បីយើងអាច copy ឯកសារឬក៏ remove ឯកសារពីទូរស័ព្ទដៃយើងចូលទៅកាន់ flash នេះជាដំបូងយើងត្រូវចុចឲ្យជាប់នៅលើ flash ដើម្បីឲ្យវាចេញ selection ថាតើឯកសារណាដែលយើងមានបំណងចង់ move ឬក៏ copy ចូលទៅកាន់ flash បន្ទាប់មកទៀតយើង select រូបមួយដែលយើងចង់ move ចូលទៅកាន់ flash បន្ទាប់មកទៀតយើងចុចពាក្យថា move អញ្ចឹងតើយើង move ទៅណាអញ្ចឹងយើងប្រកាសជា move ចូល flash ហើយអញ្ចឹងយើងចុច OTG ដែលស្ថិតនៅលើ flash របស់យើងបន្ទាប់មកគេនឹងសួរយើងថាចង់ move ទៅកន្លែងណាបើសិនជាយើងមាន folder យើងបង្កើតជា folder ហើយដាក់ឯកសារយើងចូលទៅកាន់ flash នេះប៉ុន្តែបើសិនជាយើងអត់ចង់ទេយើងគ្រាន់តែចុច move to here នេះមកមានន័យថាឯកសាររបស់យើងហ្នឹងគឺបាន move ទៅកាន់ flash របស់យើងហើយអញ្ចឹងយើងកលេចមកមើល flash របស់យើងវិញថាតើ OTG របស់យើងនេះមានឯកសារហ្នឹងចូលទេអញ្ចឹងឥឡូវនេះឯកសាររបស់យើងហ្នឹងគឺបាន move ចូលមកកាន់ flash ហើយអញ្ចឹងនេះគឺជារបៀប copy ឯកសារចេញពីទូរស័ព្ទដៃចូលមកកាន់ flash សម្រាប់ទូរស័ព្ទដៃរបស់យើងពេញឬក៏មានបញ្ហាឯកសារច្រើនថតវីដេអូច្រើនអីផ្សេងពិបាកក្នុងការលុបពិបាកនៅក្នុងការរក្សាទុកឯកសារផ្សេងបងអាចទិញជាមួយនឹង flash នេះអាចប្រើជាមួយនឹង iPhone ក៏បានប្រើជាមួយ Android ក៏បានប្រើជាមួយ computer ក៏បានដោយមិនបាច់ប្រើប្រាស់ប្រភេទ adapter ផ្សេងយកមកជំនួយនោះទេអញ្ចឹងបើសិនជាបងមានបំណងចង់បានឧបករណ៍នេះអាចតាក់ទងមកកាន់ P-shop ខាងបងអូននឹងផ្ដល់ជូននៅតម្លៃពិសេស